នៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការ download អូខេ font ខ្មែរស្អាតៗដើម្បីយើងយកមកប្រើប្រាស់នៅក្នុងកម្មវិធីកាត់តរូបភាពមួយចំនួនបាទអញ្ចឹងដើម្បីយើងធ្វើការ download font ខ្មែរបានយើងអាចធ្វើការចូលតាម Chrome បាទ Safari ឬក៏ Google ក៏បានដែរហើយបន្តមកទៀតយើងគ្រាន់តែធ្វើការវាយពាក្យថាខ្មែរ font តោះមកយើងធ្វើការ search យកតែម្ដងហើយប្រភេទទាំងអស់នេះគឺជាប្រភេទខ្មែរ font ស្អាតមានទាំងឲ្យយើង download free តែម្ដងអញ្ចឹងខ្ញុំសូមធ្វើការចូលកន្លែងនេះដែលគេដាក់ថាទាញយកខ្មែរ font មានប្រហែលជា400ប្រភេទណាអញ្ចឹងបងប្អូនចូលនៅក្នុង Facebook នឹងមកបន្ទាប់មកវានឹងចូលទៅដល់ Facebook តែម្ដងហើយប្រភេទfont ទាំងអស់នេះគឺយើងអាចធ្វើការ download បានបងប្អូនណាបាទវានឹងចេញបែបនេះហើយបន្តមកទៀតយើងគ្រាន់តែចុចកន្លែង media file ហ្នឹងមកហើយយើងចូលនៅក្នុង link ហ្នឹងហើយបងប្អូនអាចធ្វើការទាញនៅ font ខ្មែរស្អាតៗដែលជាលក្ខណៈប្រភេទ font zip ណាបាទហើយយើងចុចកន្លែងសញ្ញា download នេះមកអញ្ចឹងបន្ទាប់ពីយើងធ្វើការ download ហើយប្រភេទ font zip ហ្នឹងគឺបងប្អូនគួរតែមាននៅកម្មវិធីសម្រាប់យើងពលា file font នឹងចេញណាបាទបន្ទាប់មកយើងចុចពាក្យថា download មកអញ្ចឹងវានឹងដំណើរការឲ្យរកការ download អញ្ចឹងនៅពេលដែលយើងធ្វើការ download ហើយយើងអាចពលា file នឹងចេញតែម្ដងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ download font ខ្មែរនឹងរួចរាល់ហើយបងប្អូនអត់ពិបាកទេបើសិនជាចង់ធ្វើការប្រើប្រាស់ font នឹងទៅកម្មវិធីកាត់តមួយចំនួនផ្សេងទៀតគឺយើងអាចយកទៅដំឡើងបានអញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុងកម្មវិធីមួយបាទនៅក្នុងកម្មវិធី PicArt ហើយកម្មវិធីមួយនេះគឺខ្ញុំអាច download នៅកម្មវិធីហ្នឹងគឺ full version តែម្ដងយើងអាចតម្លើង font ខ្មែរបានណាអញ្ចឹងសម្រាប់បងប្អូនមួយចំនួនដែលតម្លើងកម្មវិធី PicArt ហ្នឹងហើយអត់មាន full version ខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូបន្ទាប់បាទអញ្ចឹងជាដំបូងយើងចូលនៅក្នុងកម្មវិធី PicArt ជាមុនសិនមកហើយក្នុងការតម្លើងកម្មវិធីមួយនេះគឺអត់ពិបាកទេបងប្អូននៅពេលដែលយើងតម្លើងបាន full version ហើយគឺយើងអាចធ្វើការ design បែបនេះបានគេ font ខ្មែរស្អាតតែម្ដងឧទាហរណ៍ថាយើងធ្វើការតម្លើង font ហ្នឹងឬក៏យើងដូរ font បែបហ្នឹងយើងអត់ពិបាកអីបងប្អូនយើងគ្រាន់តែធ្វើការ select លើហ្នឹងហើយយើងចុចកន្លែងអក្សរ A នេះបាទអក្សរ A នេះមកហើយយើងចុច See All បាទអញ្ចឹងត្រង់ចំណុច See All នេះវាមានប្រភេទ font ស្រាប់បាទវានឹងចេញទម្រង់បែបនេះហើយប្រភេទនេះកន្លែង My Font នេះយើងចុចលើហ្នឹងមកហើយក្នុងករណីយើងចង់ធ្វើការ add font បន្ថែមយើងគ្រាន់តែចុចពាក្យថា add font នឹងបញ្ជាក់បន្តិចណាសម្រាប់ full version ទេទើបយើងអាចតម្លើង font ខ្មែរបានបើសិនជាអត់ full version យើងអត់អាចតម្លើងនៅក្នុងកម្មវិធី PicArt នឹងបានទេអញ្ចឹងយើងចុចពាក្យថា add font មកហើយយើងទៅស្វែងរកកន្លែង font ដែលយើងបានធ្វើការ download នេះកន្លែងនេះគឺជា font ដែលយើងបានធ្វើការ download ជាច្រើនមែនតើបាទដើម្បីយកមកប្រើប្រាស់អញ្ចឹងឧទាហរណ៍ថាខ្ញុំ select នៅ font នឹងមួយបាទអញ្ចឹងវានឹងចូលហើយខាងក្រោមនេះបងប្អូនឃើញទេបាទអញ្ចឹងយើង select នឹងមកអញ្ចឹង font ហ្នឹងគឺមានការផ្លាស់ប្ដូរច្រើននេះប្រភេទ font នៅខាងក្រោមនេះបងប្អូនឃើញទេបាទអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរបានច្រើនមែនតើអូខេអញ្ចឹងរបៀបក្នុងការតម្លើង font ស្អាតដើម្បីយកមកប្រើប្រាស់ក្នុងកម្មវិធី PicArt គឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ